សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំស្លម្ជុំគ្រឿងឆ្អឹងជំនីគ្រឿងផ្សំមានដូចជាឆ្អឹងជំនីត្រកួនគ្រឿងបុកនាងខ្ញុំអត់បុកទេនាងខ្ញុំដំដាក់តែម្ដងមានដូចជាគល់ស្លឹកគ្រៃខ្ទឹមរំដេងល្មៀតស្លឹកក្រូចទឹកត្រីដុំខ្នុរស្ករសលាយជាមួយគ្នាជាមួយនឹងទឹកប្រេងខ្យងប្រហុកអំបិលទុំភ្លេចប្រាប់បងប្អូនមួយទៀតខ្ញុំដាក់ទឹកដោះគោឆាដែរប៉ុន្តែខ្ញុំដាក់ហើយខ្ញុំភ្លេចបានប្រាប់ភ្លេចតាមម្ដងបន្ទាប់មកយើងដាក់ទឹកគួនចូលរួចរាល់មកបងប្អូនញ៉ាំបាយទាំងអស់គ្នាមកអញ្ជើញមកหอมนะหอมแน่นតែបងប្អូនណាកុំភ្លេចដែរថែមទឹកដោះគោផងបាត់ឆ្ងាញ់ទឹកដោះគោស្រស់ណាថែមបន្តិចទៀតមកឆ្ងាញ់មែនតើតែម្ដង